បងប្អូនសម្រាប់ម្ទេសគឺខ្ញុំស្រោចស្ងោរវារៀងឆ្អិនហើយខ្ញុំមកយកជាមួយគ្រាប់ចិនយើងយកគ្រាប់ចិនហើយស្ងោរក៏បានដែរតែខ្ញុំស្ងោរហើយខ្ញុំយកគ្រាប់ចិនដោយសារកុំឲ្យវាកពុលហើយនឹងហើហើយម្ទេសហ្នឹងក៏យើងអត់ស្រោចផងបងប្អូនកពុលវារៀងកពុលអញ្ចឹងខ្ញុំស្រោចឲ្យឆ្អិនដើម្បីកុំឲ្យកពុលទី2គឺងាយស្រួលប្រឡុកបងប្អូនប្រឡុកក៏បានបងប្អូនបុកក៏បានដែរហើបងប្អូនហើខ្ញុំយកគ្រាប់ចិនដូចគ្នាអូយក្បាត់នឹងប្រមុតនេះចាបងប្អូនបន្ទាប់ពីយើងស្ងោរស្រុះម្ទេសហើយហាន់ហើយយើងទុកម្លាយសិនណាបងប្អូនអត់ទាន់ប្រឡុកទេឥឡូវយើងមកបកខ្ទឹមហាន់ខ្ទឹមសិនយើងបកខ្ទឹមហាន់ខ្ទឹមហើយយើងស្រុះខ្ទឹមដូចគ្នាខ្ទឹមយើងស្រុះដើម្បីកុំឲ្យវាហាងហើយនឹងវាពណ៌ខៀវបងប្អូនក្រូចធម្មជាតិក្រូចស្រែផ្លែតូចចាបងប្អូនសម្រាប់ខ្ទឹមគឺខ្ញុំហាន់ហើយអញ្ចឹងយើងធ្វើការស្រុះជាមួយទឹកក្តៅបងប្អូនដើម្បីកុំឲ្យវាក្លិនហាងហើយវាប្រែពណ៌វាពណ៌ខៀវពណ៌ស្វាយអញ្ចឹងបងប្អូនតែខ្ញុំដាក់អំបិលបន្តិចដើម្បីឲ្យខ្ទឹមយើងនៅស្រួយវាអត់រលួយណាវាខ្ទឹមវាស្រួយឆ្ងាញ់ប៉ុន្តែស្រួយហើយវាហាងចាបងប្អូនគឺថាគ្រឿងខ្ទឹមជ្រូករបស់ខ្ញុំគឺរួចរាល់បងប្អូនមានដូចជាម្ទេសហាន់ហើយស្រុះហើយនេះហើយទឹកក្រូចឆ្មាស្ករសខ្ញុំប្រើស្ករសរៀងច្រើនតិចដោយសារខ្ទឹមជ្រូកធម្មតាគឺត្រូវការស្ករសរៀងដិតបន្តិចហើយជាមួយទឹកត្រីខ្ញុំរួចជាមួយទឹកខ្មេះបន្តិចហើយនេះប៊ីចេងជាមួយអំបិលខ្ញុំរួចអំបិលបន្តិចដូចគ្នាអញ្ចឹងចាំតាមដានទស្សនាការធ្វើពីរបៀបធ្វើខ្ទឹមជ្រូករបស់ខ្ញុំទាំងអស់គ្នាជាដំបូងគឺខ្ញុំត្រូវការក្លុកម្ទេសសិនបងប្អូនណាយើងត្រូវការក្លុកម្ទេសលើបងប្អូននៅក្លុកម្ទេសដោយសារម្ទេសយើងវាអត់មានទឹកអញ្ចឹងយើងដាក់ក្រូចឆ្មាក៏បានដែរដាក់ក្រូចឆ្មាចូលដើម្បីឲ្យមានជាតិទឹកកុំឲ្យម៉ាស៊ីនក្លុកយើងប្រឹងអញ្ចឹងណាយើងធ្វើការក្លុកម្ទេសឲ្យមកពេកណាបងប្អូនយើងដាក់ម្ទេសចូលបងប្អូនខ្ញុំក្លុកយកប៉ុណ្ណឹងខ្ញុំអត់ចូលមកពេកទេយើងកាន់ម្ទេសដាក់ចូលឲ្យបងប្អូនអញ្ចឹងយើងដាក់ជាមួយនឹងប៊ីចេងជាមួយនឹងអំបិលគឺអំបិលខ្ញុំដាក់មកចង់ស្រាប់ពេលកាហ្វេបងប្អូនតិចមែនតើធ្វើការប្រើគ្រឿងជាមួយទឹកក្រូចឆ្មាគឺខ្ញុំដាក់មិនខ្លះហើយជាមួយទឹកត្រីគឺខ្ញុំថាជូរហើយខ្ញុំដាក់ទឹកខ្មេះគឺខ្ញុំរួចទឹកខ្មេះដែរទឹកខ្មេះមិញក៏បានប្លុកជាមួយម្ទេសដែរខ្ញុំអត់ដាក់ច្រើនទេបងប្អូនព្រោះថាជូរពីស្ករសធ្វើការច្បល់ទៅម្ទេសបងប្អូនតែសម្រាប់ខ្ញុំអត់ចូលចិត្តហើអត់ចូលចិត្តអត់ចេះញ៉ាំម្ទេសចឹងដាក់តិចតែសម្រាប់បងប្អូនដែលចូលចិត្តម្ទេសចូលចិត្តហើគឺអាចដាក់តាមចំណង់ចិត្តតាមតម្រូវការតាមចិត្តបងប្អូនណាចាបងប្អូនសម្រាប់ខ្ទឹមជ្រូករបស់ខ្ញុំគឺរួចរាល់ជាការស្រេចបងប្អូនខ្ទឹមជ្រូកនេះគឺយើងអាចយកទៅញ៉ាំជាមួយនឹងពងទាកូនឬមួយក៏ពងមាន់អាំងបងប្អូនចាគឺឆ្ងាញ់ខ្លាំងចាបងប្អូនយើងធ្វើការវាយពងមាន់ដាក់ចូលចានមកអូខេបងប្អូនប៉ុណ្ណឹងហើយជាមួយរ៉ូឌីបងប្អូនរ៉ូឌីខ្ញុំដាក់អានេះមកចង់ចូលពីកាហ្វេប៉ុន្តែខ្ញុំដាក់ពាក់កណ្ដាលទេបងប្អូនខ្ញុំដាក់តែពាក់កណ្ដាលធ្វើការក្លុកដាក់យើងធ្វើការដាក់ពងមាន់ចូលចាបងប្អូនគឺថាឥឡូវពងមាន់ខ្ញុំគឺឆ្អិនហើយបងប្អូនយើងអត់យកឆ្អិនពេកទេយើងយកប៉ុណ្ណឹងមកយើងដាក់ខ្ទឹមជ្រក់ទៅគឺថាជាតិចាប់ជាតិហ្មងអរគ្នាបងប្អូនយើងដាក់ចង់មកអែមណាស់តាអាចធ្វើលក់បាន